Nên ngó khné mình đã ngó lấy thà ta kê cắt video hàng ngày này là cắtតាម app ấy lười nhóm cắtតាម app ấy hay app ណាដែលវាមានភាពស្រដៀងជាមួយនឹង CapCut អាចធ្វើឲ្យយើងមានច្រើនដែលងាយស្រួលក្នុងការកាត់វីដេអូនេះមានភាពដល់អ្នកគ្នាតែខ្ញុំចង់ណែនាំអ្នកគ្នាប្រើនោះគឺមានឈ្មោះថា Spring app នេះវាមានភាពស្រដៀងជាមួយនឹង CapCut ច្រើនវាមានកាត់ background វាមានទាំងការកាត់សំឡេង noise វាមានទាំង overlay ក៏ដូចជាមានfont ខ្មែរដែលអាចទទួលស្គាល់ជាអក្សរខ្មែរយើងបានដោយមិនបាច់ទៅ copy code អីដូច CapCut ទេគឺវាអក្សរខ្មែរគឺវាស្គាល់តែម្ដងទាំងជើងទាំងស្រះមាន load app អីណានៃវិជ្ជាកម្មអីមកញ៉ៃញ៉ៃរំខានការកាត់តយ៉ាងនេះបើសិនជាវា load នោះគឺពេលដែលយើង render នៅពេលដែលយើង render វាចេញយើងអាចរើសក្បាលពី quality HD ឬក៏អីចឹងទៅ60 frame ចឹងទៅប៉ុន្តែវាមានជម្រើសពីរទី1 cell ហើយនិងសញ្ញាគ្រីខាងលើនេះមានន័យថាពេលអ្នកទាំងអស់គ្នា sell វីដេអូទៅវាអត់មាន watermark របស់ split ទេប៉ុន្តែវាត្រូវការយើងមើល app តែបើអ្នកគ្នាអត់ចង់មើល app ទេយើងកុំគ្រីអីហើយយើងចុច sell ទៅពេលដែលវីដេអូយើងចប់យើងអាចទៅកាត់នៅក្នុង app TikTok បានយើងអាច split ទៅធ្វើមួយ line កាត់បានអញ្ចឹងបើមានចម្ងល់មានអីដែលឆ្ងល់ពី app ហ្នឹងអាចសួរខ្ញុំបានខ្ញុំប្រាប់អ្នកនរគ្នាហើយបើចង់ដឹងពី app អីផ្សេងអ្នកនរគ្នាអាច comment ក្នុង comment ខ្ញុំនឹងប្រាប់អ្នកនរគ្នាអរគុណសម្រាប់ការតាមទស្សនាជម្រាបលា